ប្រសិនបើអ្នកមានវ័យឈានចូល50ទៅ60ឆ្នាំហើយអ្នកគួរចំណាយពេលអានអត្ថបទនេះបន្តិចសិនអត្ថបទនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សដែលមានវ័យ50ឆ្នាំទៅ60ឆ្នាំ EDU សូមលើកទឹកចិត្តចែករំលែកនៅអត្ថបទនេះឲ្យបានទូលាយហើយសូមថ្លែងអំណរគុណចំពោះម្ចាស់អត្ថបទសុកឹមទាវដែលបានបកប្រែពីបរទេសបានយ៉ាងល្អសូមរីករាយស្ដាប់បន្តដូចតទៅអ្នកត្រូវផ្ដាច់ទំនាក់ទំនងជាមួយអតីតកាលក្រោយវ័យ50ឆ្នាំហើយប្រសិនបើចង់រស់នៅដោយសប្បាយចិត្តគឺត្រូវតែកាត់ចិត្តឈប់គិតរឿងកន្លងផុតផ្ដាច់ការតាក់ទងជាមួយខ្លួនឯងកាលពីមុនហើយត្រូវព្រមទទួលស្គាល់ថាខ្លួនចាស់ហើយរក្សាគម្លាតជាមួយនឹងមនុស្សដែលមិនចុះសម្រុងនឹងគ្នាមិននឹករលឹកគ្នាមិនគុំគួនរស់នៅសុខសាន្តរៀងខ្លួនផ្ដាច់ទំនាក់ទំនងជាមួយរឿងដែលមិនល្អមិនសប្បាយចិត្តកាលពីមុនឲ្យអស់រៀបចំចិត្តគំនិតរបស់ខ្លួនឯងសាជាថ្មីឡើងវិញយល់ច្បាស់ថាដល់វ័យចំណាស់ណាស់ហើយគួរតែធ្វើអ្វីពេលវេលាបែបណាគួរនិយាយសម្ដីបែបណាធ្វើបែបនេះទើបមិនហួសព្រំដែនមិនបង្ខំចិត្តមិនសោកសៅស្រួលខ្លួនស្រាលចិត្តស្ថិតក្នុងពិភពរីករាយរបស់ខ្លួនឯងឈប់រស់នៅញ៉ាំអាហារបែបក្បិតក្បៀតទៀតជំងឺលេសឈាមលេសជាតិខ្លាញ់លេសជាតិស្ករទឹកនោមផ្អែមសុទ្ធតែមាននៅក្នុងខ្លួនអស់ហើយធ្វើឲ្យមនុស្សចាស់ជាច្រើនយល់ច្រឡំថាការទទួលទានអាហារសាតបន្លែសុទ្ធធ្វើឲ្យសុខភាពល្អអាយុវែងមិនឈឺច្រើនការពិតទៅអាហារសុខភាពវាគួបផ្សំជាមួយនឹងវិជ្ជសាស្ត្រនិងវិទ្យាសាស្ត្រដើម្បីទទួលបានអាហារូបត្ថម្ភដែលសម្បូរដោយវីតាមីននិងសារធាតុចិញ្ចឹមល្អៗព្រមទទួលយកចំណេះដឹងថ្មីគម្រឹងរស់ពេករស់នៅដោយយល់ច្បាស់ហេតុផលគុំប្រកាន់ធ្ងន់ខ្លាំងពេកមានពាក្យមួយម៉ាត់គេនិយាយថាបើអ្នកច្បាស់លាស់ពេកអ្នកនឹងចាញ់ដល់វ័យចំណាស់នេះហើយចំពោះរឿងខ្លះចំពោះមនុស្សខ្លះគឺគួរតែបិទភ្នែកម្ខាងបើកភ្នែកម្ខាងបើរឿងដែលមិនខុសគោលការណ៍របស់យើងទេគុំតែខ្វល់នឹងប្រកាន់ខ្លាំងពេកល្ងងខ្លះសបាយខ្លះទើបជីវិតមានន័យស្រស់បំព្រងរៀនចេះស្ងៀមស្ងាត់មើលគេចាស់ហើយចិត្តនិងកម្លាំងមានព្រំដែនកុំចង់ប្រជែងយកឈ្នះចាញ់ទៀតយល់ល្អនៅស្ងៀមចាំមើលគេយឺតបន្តិចឈប់បន្តិចស្ដាប់សំឡេងចាប់យំមើលផ្ការីកទទួលអារម្មណ៍រីករាយជាមួយនឹងធម្មជាតិដែលកាលពីមុនមិនមានពេលបានគយគន់ចាស់ហើយត្រូវធ្វើនៅស្ងៀមមើលគេឯងរៀនចេះត្រាំស្ដាប់និងមើលហើយបណ្ដោយទៅតាមធម្មជាតិទោះបីថាយើងបានហែលឆ្លងឧបសគ្គមកពេញមួយជីវិតដឹងរឿងសង្គមច្រើនមានបទពិសោធន៍ច្រើនក៏ដោយក៏មិនប្រកាសថាត្រូវនឹងសង្គមយុវវ័យបច្ចុប្បន្នដែរដូច្នេះអ្នកអាចផ្ដល់ត្រឹមយោបល់តែមិនមែនដាក់រីកបញ្ជាឲ្យពួកគេធ្វើតាមនោះទេត្រូវចងចាំគ្រប់ពេលថាយើងមានឋានៈជាអ្នកមើលទើបមិនធ្វើឲ្យខ្លួនហួសព្រំដែននិងមិននាំឬជាក្បាលដាក់ខ្លួនរកអាជីពមួយដែលមានសុភមង្គលតាមពិតការរៀនហ្វឹកហាត់ធ្វើលំហាត់ប្រាណយូហ្គាលេងជាមួយចៅដាំបន្លែបង្ការសុទ្ធតែជាការងារដែលមានក្តីសុខទាំងអស់លើកលែងតែមិនចូលចិត្តចាយធ្វើបែបនេះជីវិតវ័យចូលនិវត្តន៍របស់យើងនឹងកាន់តែមានសុភមង្គលមនុស្សដែលយើងគួរតែបារម្ភនិងយកចិត្តទុកដាក់គឺមានតែខ្លួនយើងប៉ុណ្ណោះមួយជីវិតនេះមនុស្សដែលយើងធ្វើខុសមិនគប្បីបំផុតគឺខ្លួនឯងសាកគិតមើលពេលវេលាកន្លងមកនេះដើម្បីគ្រួសារដើម្បីជីវភាពចាំបាច់ត្រូវតែធ្វើល្អដាក់គេយកចិត្តយកថ្លែមគេដើម្បីទទួលបានជីវភាពដែលយើងចង់បានវាគឺជារឿងដែលមិនងាយស្រួលទេជ្រើសរើសមិត្តភ័ក្តិគឺជារឿងសំខាន់ខ្លាំងណាស់ពិសេសមិត្តចាស់បងប្អូនល្អពិបាករកអ្នកដឹងចិត្តថ្លើមមិនងាយជួបមិត្តចាស់រឹតតែមិនងាយនឹងបានដល់ពេលនេះរឹតតែត្រូវចេះថែរក្សាមិត្តចាស់ដែលនៅរាប់អានគ្នានៅក្បែរខ្លួនយើងមិត្តរួមថ្នាក់មិត្តរួមចំនួនរក្សាចិត្តនៅក្មេងជារឿងសំខាន់មនុស្សគឺត្រូវចាស់នេះជាការពិតជាច្បាប់ធម្មជាតិប៉ុន្តែបើរក្សាចិត្តឲ្យនៅក្មេងអាយុគឺគ្រាន់តែជាតួរលេខប៉ុណ្ណោះមានវ័យ60ឆ្នាំមិនពិតតែរក្សាចិត្តគំនិតរីករាយស្រស់បំព្រងមានសុទិដ្ឋិនិយមមិនព្រួយរឿងចាស់មិនព្រួយរឿងសល់ពេលកាន់តែតិច